គ្រាន់តែបើកក្បាលវីដេអូមកក៏ដឹងថាទំនងដែរថ្ងៃនេះខ្ញុំមកស្លសម្លតុងយ៉ាំជាមួយនឹងគ្រឿងសមុទ្រហើយគ្រឿងសមុទ្រថ្ងៃនេះដាក់តាមមួយមុខទេកងខ្ញុំអត់សូវធំទេប៉ុន្តែខ្ទិះជាតិជាប់មាត់តែម្ដងសម្លតុងយ៉ាំស្លជាមួយសាច់មាន់ក៏បានឆ្អឹងជំនីជ្រូកក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំវិញគឺស្លជាមួយគ្រឿងសមុទ្រឆ្ងាញ់ជាងសាច់ផ្សេងទាំងអស់បន្លែដាក់ស្លតុងយ៉ាំគឺអត់មានច្រើនទេបងប្អូនមានប៉េងប៉ោះហើយប៉េងប៉ោះខ្ញុំដាក់ចំនួន2ផ្លែប៉េងប៉ោះនេះមិនខ្ចីពេកហើយក៏មិនទុំពេកដែរបន្ទាប់មកគឺដាក់បន្ថែមខ្ទឹមប្រាំងចំនួន1មើមគួរសាំដែរហាន់វាចេះមកបងប្អូនបន្ទាប់មកទៀតគឺបន្លែដែលខ្ញុំចូលចិត្តជាងគេខ្លាំងតែម្ដងគឺផ្សិតចំបើងមិនថាយកទៅស្លជាមួយមុខម្ហូបអ្វីនោះទេមិនថាឆាឬក៏ស្ងោរអបនោះទេគឺឆ្ងាញ់ទាំងអស់តែម្ដងបន្ទាប់ពីហាន់បន្លែរួចរាល់ហើយខ្ញុំទុកវាមួយឡែកសិនឥឡូវខ្ញុំមកលាងសម្អាតបកងខ្ញុំវិញម្ដងបកងខ្ញុំនេះមិនធំពេកទេប៉ុន្តែបើនិយាយពីរសជាតិវិញខ្ទិះឆ្ងាញ់ណាស់បងប្អូនខ្ញុំលាងវាសម្អាតច្រើនទឹកគួរសាំដែរខ្លាចវាមានដីអញ្ចឹងតទៅពីទឹកពុះហើយបងដុំតុងយ៉ាមចំនួន2ដុំតូចបន្ទាប់មកស្លឹកក្រូចសើចគល់ស្លឹកគ្រៃហើយនិងរំដេងដើម្បីឲ្យមុខម្ហូបមួយនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ឥឡូវចូលដល់វគ្គបងគ្រឿងផ្សំម្ដងមានទឹកត្រីស្ករស1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេបន្ទាប់មកទៀតចាក់បកងចូលហើយខ្ញុំក៏ចាក់ផ្សិតចូលផងដែរមានប៉េងប៉ោះផ្សិតចំបើងហើយខ្ទឹមប្រាំងវិញគឺខ្ញុំទុកក្រោយគេពេលដែលសាច់ឆ្អិនហើយបាទខ្ញុំចាក់វាចូលទៅតាមក្រោយព្រោះថាខ្ទឹមប្រាំងហ្នឹងវាឆាប់ឲ្យលួយពេកអញ្ចឹងទុកវាក្រោយគេចាំខ្ញុំចាក់ហើយចង់ឲ្យមុខម្ហូបមួយនេះកាន់តែឈ្ងុយនោះគឺខ្វះមិនបានជីរណាហើយខ្ញុំក៏មានដាក់ជីនឹងវងបន្ថែមបន្តិចតួចផងដែរឥឡូវបកងខ្ញុំឆ្អិនហើយបន្លែដែលខ្ញុំបន្ថែមចុងក្រោយនេះគឺខ្ទឹមប្រាំងបន្ទាប់ពីចាក់ខ្ទឹមប្រាំងហើយខ្ញុំក៏ចាក់នៅខ្ទិះដូងមួយកូនចានផងដែរភាគច្រើនពេលដែលខ្ញុំស្លសម្លតុងយ៉ាំគឺខ្ញុំតែងតែបន្ថែមខ្ទិះដូងបើសិនជាអត់មានខ្ទិះដូងទេទឹកដោះគោឆៅក៏បានដែរកាន់តែធ្វើឲ្យទឹកស្លរបស់យើងឆ្ងាញ់ខ្លាំងមែនតែនបងប្អូនញ៉ាំទៅគឺមានអារម្មណ៍ថាខ្ទិះឈ្ងុយតែម្ដងបងប្អូនអត់ធ្លាប់សាកតាមវិធីនេះអាចសាកបានទៅនេះថាញ៉ាំតែម្ដងហើយម្ហូបខ្ញុំគឺឆ្អិនហើយឥឡូវខ្ញុំចាប់ផ្ដើមដួសវាដាក់ចូលចានមកមុខនេះនិយាយរួមងាយស្រួលធ្វើទេបងប្អូនដូចជាមិនពិបាកណាស់ទេហើយវិធីធ្វើវាក៏ងាយស្រួលលឿនរហ័សថែមទៀតមកមុខនេះញ៉ាំក្តៅបងប្អូនអស់កម្លាំងអីហត់នឿយពីការងារអីដាក់តាមមួយមុខនេះហត់ទឹកពេលក្តៅនិយាយពីថាមានកម្លាំងព្រឹសតែម្ដងហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់បងប្អូនចូលចិត្តរាល់ការធ្វើម្ហូបរបស់នាងខ្ញុំកុំភ្លេចជួយ like ជួយ share ដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតពីនាងខ្ញុំលាងមុខម្ដងហើយសម្រាប់ហ្វូមដែលខ្ញុំផលរាល់ថ្ងៃគឺជាប្រភេទហ្វូមវីតាមីន collagen ហ្វូមនេះគឺលាងសម្អាតស្បែកមុខបានស្អាតណាបងប្អូនមិនថាស្បែកមុខប្រេងឬក៏ស្បែកមុខស្ងួតនោះទេបន្ទាប់ពីលាងឲ្យមុខឡើងភ្លឺលាងឲ្យមុខមានសំណើមភ្លឺហើយបើមុនកប់មុនខ្សាច់វិញលាងឲ្យមកតាមដៃតែម្ដងបងប្អូនមើលក្នុងវីដេអូនឹងជាក់ស្ដែងទៅដឹងហើយគឺខ្ញុំលាងឲ្យមុនចេញមកតែម្ដង